នេះខ្ញុំធីតាសូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបថ្មីជម្រាបជូនបងប្អូនគឺនឹងខ្ញុំចង់បង្ហាញពីមុខម្ហូបស្ងោរជ្រក់បង្កងចាគ្រឿងផ្សំស្ងោរជ្រក់បង្កងហ្នឹងមានដូចជាបង្កងហើយខ្ញុំប្រើសាច់មាន់បើសិនជាបងប្អូនអត់ប្រើសាច់មាន់ទេប្រើឆ្អឹងមាន់ក៏បានដែរព្រោះអីយើងស្ងោរយកទឹកស៊ុបវាសិនណាចាំយើងដាក់បង្កងចូលតាមក្រោយបើមិនចឹងទេបង្កងយើងហ្នឹងស្លយើងនឹងអត់សូវមានរសជាតិឆ្ងាញ់ទេចាខ្ញុំដាក់ម្ទេសស្លឹកក្រូចសើចខ្ទឹមក្រហមស្នៀតពោតម្ទេសផ្លោកក្រហមម្ទេសផ្លោកខៀវផ្សិតហើយនឹងគល់ខ្ទឹមចាឥឡូវហ្នឹងខ្ញុំចាប់ផ្ដើមកាត់បង្កងហើយបន្ទាប់មកខ្ញុំហាន់ផ្សិតហើយនឹងម្សៅស៊ុបខ្នុរចាហើយបន្ទាប់មកខ្ញុំដាក់សាច់មាន់ចូលដើម្បីបង្វាស់យកទឹកស៊ុបហើយការបង្វាស់ហ្នឹងបង្វាស់ប្រហែលជា45នាទីទៅកន្លះម៉ោងស្លឹកក្រូចសើចចាបងប្អូនឥឡូវហ្នឹងមិញហ្នឹងខ្ញុំដាក់ស្ងោរឆ្អឹងមាន់សាច់មាន់ចូលប្រហែលជាចំនួន45នាទីអីហើយអញ្ចឹងខ្ញុំស្រង់សាច់មាន់ហ្នឹងចេញចាហើយបន្ទាប់មកខ្ញុំចង់ដាក់បន្លែណាដែលវាហឹងទៅមុនគេចាដូចជាស្នៀតពោតសាច់ពីខ្ញុំដាក់ផ្សិតហើយឲ្យវាពុះប្រហែលជា5នាទីឲ្យបន្លែហ្នឹងវារៀងឆ្អិនតិចសិនបានខ្ញុំដាក់បង្កងចូលចាឥឡូវហ្នឹងខ្ញុំធ្វើការដាក់បង្កងចូលហើយចាឥឡូវហ្នឹងរងចាំពេលវាពុះម្ដងទៀតខ្ញុំដាក់បន្លែឆាប់ឆ្អិនក្រោយគេចាបងប្អូននេះពេលវាមានពពុះអញ្ចឹងណាយើងដួសពពុះវាចេញមកហើយយើងដាក់ម្ទេសផ្លោកខៀវនិងម្ទេសផ្លោកក្រហមហ្នឹងចូលទៅទាំងអស់ទៅព្រោះអីអាហ្នឹងជាបន្លែដែលវាងាយនឹងឆ្អិនណាអញ្ចឹងខ្ញុំដាក់ក្រោយគេចាស្លស្ងោរជ្រក់បង្កងខ្ញុំហ្នឹងគឺថាហើយហើយមានរសជាតិឈ្ងុយហើយឆ្ងាញ់មែនតើចាហើយនេះខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់ដែលតែងតែតាមដានវីដេអូខ្ញុំពីដើមដល់ចប់ចាសូមជួយ like និង subscribe នៅ channel YouTube របស់នាងខ្ញុំដើម្បីទទួលយកវីដេអូថ្មីៗទៀតចាសូមអរគុណ